វីដេអូនេះមករៀនសម្គាល់មនុស្សល្អនិងមនុស្សមិនល្អតាមនីការបស់ព្រះសម្មាសម្ពុទ្ធដែលបានសម្ដែងទុកចា៎ចំពោះមនុស្សល្អនិងមនុស្សមិនល្អគឺគេសម្គាល់ដោយការប្រព្រឹត្តដោយកាយដោយវាចាដោយចិត្តដូចគ្នាមនុស្សមិនល្អគឺតែងតែប្រព្រឹត្តរឿងមិនល្អជាអំពើបាបជារឿយជាប្រចាំមិនមែនយូរម្ដងឡើយចំណែកឯមនុស្សល្អដូចគ្នាគឺតែងតែប្រព្រឹត្តសេចក្តីល្អដែលជាកុសលហ្នឹងជារឿយមិនមែនយូរម្ដងដូចគ្នាគឺជារឿយជាប្រចាំមនុស្សមិនល្អតែងតែឈ្លានពានគេធ្វើសេចក្តីទុក្ខលំបាកដល់គេប្រមាថគេដោយវិចារនោះក៏វិចារហ្នឹងក៏មិនព្រោះមិនសមរម្យមិនសមគួរបើមានផែនការអីទាំងឡាយហ្នឹងជាគម្រោងក៏មិនល្អដែរគឺស្ថិតនៅក្នុងគំនិតមិនល្អគោលបំណងមិនល្អអញ្ចឹងមនុស្សមិនល្អគឺទាំងព្រមនឹងតែម្ដងដោយកាយដោយវាចាដោយចិត្តហើយជារឿយទៀតផងចំណែកឯមនុស្សល្អប្រព្រឹត្តល្អខ្នះខ្នែងក្នុងសេចក្តីល្អមិនមែនកម្រគឺជារឿយជាប្រចាំដូចគ្នាសូម្បីតែការប្រព្រឹត្តក៏ល្អសូម្បីតែពលវិចារក៏វិចារល្អប្រព្រឹត្តនៅក្នុងកុសលពលវិចារនៅក្នុងសច្ចវិចារពលនៅក្នុងវិចារដែលជាប្រយោជន៍មិនរយរាយពលតែពាក្យណាដែលជាប្រយោជន៍ជារឿយជាប្រចាំចំណែកឯចិត្តគំនិតផែនការគម្រោងអ្វីទាំងឡាយឬក៏ជាទិសដៅអ្វីទាំងឡាយក៏ស្ថិតនៅក្នុងកុសលស្ថិតនៅក្នុងសេចក្តីល្អហើយមនុស្សល្អក៏គេមិនវាស់នៅក្នុងរូបសម្បត្តិរូបសម្រស់ទ្រព្យសម្បត្តិវណ្ណៈឋានៈអ្វីឡើយគឺគេវាស់នៅក្នុងចិត្តវាស់ដោយចិត្តវាស់ដោយការប្រព្រឹត្តល្អសេចក្តីល្អដោយកាយវិចារចិត្តនឹងឯងអញ្ចឹងមនុស្សល្អនិងមនុស្សមិនល្អពេលដែលយើងដឹងអំពីរូបមន្តគឺងាយនៅក្នុងការសម្គាល់ប៉ុន្តែបើយើងមិនដឹងលំបាកថាមិនដឹងថាមនុស្សល្អឬក៏មិនល្អនោះយ៉ាងណាពេលខ្លះសំដែងប៉ុន្តែវាត្រូវការប្រើរយៈពេលមនុស្សមិនល្អបើសំដែងក៏មិនសំដែងបានរហូតដែរឯមនុស្សល្អទោះជាលោកអ្នកយល់ច្រឡំថាគេមិនល្អគេនៅតែល្អដោយសារសន្តានគេសន្សំមកល្អហើយអញ្ចឹងមើលកាន់តែយូរគឺកាន់តែល្អគេហៅថាល្អគុណដោយសារការប្រព្រឹត្តដោយកាយដោយវិចារដោយចិត្តដោយប្រយោជន៍នឹងឯងហើយកុំទុយចិត្តថាជីវិតនេះអាត្មាអញមិនល្អស្មើគេមិនមែនទេការល្អមិនល្អនេះវាអាស្រ័យទៅលើយើងជាអ្នកកំណត់តែយើងកំណត់នៅក្នុងសេចក្តីល្អឬក៏មិនល្អបើយើងចង់ក្លាយទៅជាមនុស្សល្អយើងត្រូវប្រព្រឹត្តដោយសេចក្តីល្អទាំងកាយទាំងវិចារទាំងចិត្តការខ្នះខ្នែងជួយអ្នកដតីយកអាសារអ្នកដតីឬក៏យើងវាចាក់នៅអំពើបាបទាំងឡាយណាមិនសម្លាប់មិនអីហ្នឹងណារាប់ថាជាទានមួយចាអាហ្នឹងជាទានមួយអញ្ចឹងជួយយកអាសារបន្តិចបន្តួចហ្នឹងណាបាយមួយវែសណ្ដែកមួយគួរឬក៏ជួយលើករបស់នេះរបស់នោះយកអាសារនៅក្នុងកម្មវិធីអ្វីទាំងឡាយណាមួយក៏រាប់ថាជាទានអាហ្នឹងជាទានមួយឲ្យតែសេចក្តីល្អទាំងឡាយហ្នឹងគឺរាប់ថាជាទានចំណែកឯការរក្សាសិលការរក្សាសិលក៏រាប់ថាជាអភ័យទានការរក្សាសិលគឺវាចាកនៅអំពើបាបដូចគ្នាហើយចំណែកឯធម្មទានការស្ដាប់ធម៌ការសិក្សាព្រះធម៌ការចែករំលែកព្រះធម៌សូម្បីតែស្ដាប់ព្រះធម៌ស្ដាប់ធម្មទានឲ្យលោកអ្នកចុច share ចែករំលែកនេះក៏លោកអ្នកបានធ្វើធម្មទានមួយដ៏ប្រសើរលោកអ្នកចែកធម្មទានល្អកុសលហ្នឹងក៏ល្អហើយសទ្ធាហ្នឹងមាននៅក្នុងចិត្តចង់ចែករំលែកព្រះធម៌ហ្នឹងទៀតចង់ឲ្យគេយល់អំពីចំណុចហ្នឹងចង់ឲ្យគេមានបញ្ញាបែបហ្នឹងចង់ឲ្យគេប្រព្រឹត្តល្អអញ្ចឹងវាជាធម្មទានមួយដ៏ប្រសើរអញ្ចឹងការដែលយើងទាញ Facebook នៅក្នុងសង្គមសម័យណាចាគឺយើងពេញនិយម Facebook មែនទេអញ្ចឹងបើសិនជាយើងស្ដាប់ធម្មទានហ្នឹងប្រសើរហើយល្អហើយខ្លឹមសារហ្នឹងក៏ប្រព្រឹត្តទៅដើម្បីជាសុខអញ្ចឹងយើងចែករំលែកអញ្ចឹងអានេះក៏ជាធម្មទានរបស់យើងមួយដែរចាអានេះជាធម្មទានណាអញ្ចឹងសួរថាសេចក្តីល្អងាយសេចក្តីល្អងាយព្រោះយើងប្រព្រឹត្តជារឿយអញ្ចឹងធ្វើឲ្យសន្តានយើងនឹងងាយនៅក្នុងកុសលប៉ុន្តែអកុសលក៏នៅជាប់គ្នានឹងដែរឧទាហរណ៍ថា
គេជេរបតិចគ្នាហើយយើងហ្នឹងក៏ត្រេកអរនៅក្នុងអាការជេរបតិចរុករៀនអីតកុះបោះបោករយរីសម្បបលាបៈអីទាំងឡាយហ្នឹងអារយរីអត់ប្រយោជន៍ហ្នឹងយើងចូលរួមនៅក្នុងអំពើបាបជាមួយគេដែរដូចជាយើងនឹងអនុមោទនាអកុសលរបស់គេដែរអញ្ចឹងកន្លែងហ្នឹងគួរតែប្រយ័ត្នដែរមិនថាកុសលមិនថាអកុសលតែយើងដឹងយើងចេះលះយើងចេះចម្រើនអញ្ចឹងបើយើងដឹងថាអ្វីហ្នឹងវាជាអកុសលអញ្ចឹងយើងមិនគួរចម្រើនទេយើងលះចោលឬក៏បើវីដេអូយើងអូសចោលចឹងទៅមិនចាប់អារម្មណ៍បើសិនជាចាប់អារម្មណ៍ត្រឹមតែជាការដឹងពិចារណាថាអោណមនុស្សលោកសម័យឥឡូវវាអញ្ចឹងហេតុអីបានវាអញ្ចឹងមកពីអវិជ្ជាមកពីលោភៈមកពីទោសៈយ៉ាងនេះយ៉ាងនោះយ៉ាងណាអីចឹងទៅតាមកម្មរបស់បុគ្គលនីមួយៗហើយដល់ពេលយើងអូសទៅចំការចែកធម្មទានដល់ប្រសើរការប្រព្រឹត្តដល់ប្រសើរការបដិបត្តិមើលទៅគួរជាទីជ្រះថ្លាហើយការពោលវិចារនៅក្នុងសេចក្តីល្អចម្រើននៅក្នុងសេចក្តីល្អយើងការសទ្ធាជ្រះថ្លាសែចែករំលែកជាបុណ្យមួយយ៉ាងងាយជាបុណ្យមួយយ៉ាងប្រសើរអញ្ចឹងបុណ្យនឹងបាបងាយប្រព្រឹត្តដូចគ្នាប៉ុន្តែវាថត់ទៅលើសន្តានយើងមួយណាបើសន្តានយើងនៅក្នុងកុសលយើងនឹងងាយនៅក្នុងកុសលប៉ុន្តែបើសិនជាសន្តានយើងនឹងងាយនៅក្នុងអកុសលក៏ងាយប្រព្រឹត្តដូចគ្នាប៉ុន្តែក៏មានមនុស្សមួយតែប្រភេទពីរចឹងថាអកុសលក៏គាត់គិតថាទំនងអញ្ចឹងពេលដែលស្ដាប់អកុសលគាត់ឆ្ងាញ់នៅក្នុងអកុសលពេលដែលគេជេរគាត់ថាជេរអញ្ចឹងមិនត្រូវអាហ្នឹងយើងត្រេកអរនៅក្នុងអកុសលគេមួយហើយដល់ពេលឃើញគេប្រព្រឹត្តល្អក៏មានចិត្តជ្រះថ្លាល្អជាមួយនឹងគេដែរអាហ្នឹងយើងក៏ទទួលកុសលអញ្ចឹងទៅអាហ្នឹងដោយសារអីគេដោយសារយើងនឹងមិនបានបែងចែកថាយើងនឹងជាប្រភេទបែបណាយើងចង់ទៅផ្លូវណាពេលខ្លះឲ្យតែឃើញគេប្រព្រឹត្តគិតថាទំនងអញ្ចឹងអាក្រាន់តែទំនងហ្នឹងយើងគួរពិចារណាថាតើអាទំនងហ្នឹងវាជាកុសលឬក៏ជាអកុសលហើយមនុស្សយើងពេលខ្លះក៏លំបាកនៅក្នុងការបែងចែកដែរមនុស្សខ្លះសម្ដីល្អឥតខ្ចោះពោលវិចារក៏ត្រឹមត្រូវហើយមានរូបមន្តនឹងក៏ល្អមាន plan នឹងក៏ល្អគិតថាជាឆន្ទៈល្អប៉ុន្តែការប្រព្រឹត្តសូន្យអញ្ចឹងវាសួរថាល្អដែរអត់វាល្អដែរតែប៉ុន្តែវាល្អមួយផ្នែកតាមកម្រិតរបស់បុគ្គលចឹងទៅហើយបុគ្គលខ្លះទៀតគាត់មិនមានទ្រឹស្ដីមិនមានសម្ដីប៉ុន្តែការប្រព្រឹត្តរបស់គាត់ហ្នឹងប្រសើរគួរជាទីគោរពគួរជាទីរាប់អានក៏រាប់ថាជាបុគ្គលដ៏ប្រសើរប៉ុន្តែក៏មានប្រយោជន៍ផ្សេងគ្នាណាមនុស្សយើងមានប្រយោជន៍ផ្សេងគ្នាប្រយោជន៍អត់ដូចគ្នាទេប្រៀបបានដូចជាសម្ភារៈអញ្ចឹងសម្ភារៈតូចសម្ភារៈធំវាមានតម្លៃវាមានប្រយោជន៍ទៅតាមសម្ភារៈអញ្ចឹងទៅអញ្ចឹងមនុស្សដូចគ្នាយើងប្រើមនុស្សតាមរយៈបុគ្គលហ្នឹងចេះអីជំនាញអីមានអីអញ្ចឹងអ្នកខ្លះជំនាញច្រើនមានច្រើនអ្នកខ្លះជំនាញតិចមានក៏មិនច្រើនដែរប៉ុន្តែមានកម្លាំងអញ្ចឹងសួរថាគេប្រើបានទេជាប្រយោជន៍ទេជាប្រយោជន៍សំខាន់បុគ្គលហ្នឹងគេប្រើត្រូវអញ្ចឹងនៅក្នុងវីដេអូហ្នឹងសរុបទៅសរុបមកគឺអត់មានអីគឺមានតែប៉ុណ្ណឹងការដែលសម្គាល់មនុស្សល្អឬក៏មិនល្អគឺយើងត្រូវពិនិត្យលើការប្រព្រឹត្តរបស់បុគ្គលហ្នឹងជារឿយជាប្រចាំដោយកាយដោយវាចាដោយចិត្តចា៎សេចក្តីល្អមិនមែនជាការលំបាកអ្វីដែលលំបាកពេលខ្លះយើងអត់ដឹងថាអាល្អនោះវាកម្រិតណាអាល្អនោះបែបណាចាវីដេអូនេះគឺមានតែប៉ុណ្ណឹងអរគុណសម្រាប់លោកអ្នកដែលបានចូលទស្សនាវីដេអូមួយនេះដោយឧបនិស្ស័យបើសិនជានាងខ្ញុំបរិយាយខុសនៅក្នុងសភាវៈធម៌ត្រង់ប្រការណាមួយសូមលោកអ្នកចេះអ្នកដឹងចូលខមមិនកែលម្អផងហើយក៏សូមអរគុណសម្រាប់លោកអ្នកដែលបានចែករំលែកវីដេអូមួយនេះទុកជាធម្មទានសូមឲ្យលោកអ្នកទទួលបាននូវបញ្ញាបារមីទទួលបាននូវសេចក្តីសុខគ្រប់ប្រការគ្រប់ជាតិភពចា៎អរគុណ